បាទរីករាយស្វាគមន៍មកកាន់ YouTube Channel ខ្មែរ Learning រូបវាសនាថ្ងៃនេះខ្ញុំនឹងលើកយកប្រធានមួយទៀតគឺប្រធានសំណេរតែងសេចក្តីបែបពន្យល់ប្រធានទី13បាទដើម្បីជួយដល់បងប្អូនដែលមិនសូវពូកែខាងសំណេរបាទឬសរសេរនៅមានកម្រិតអញ្ចឹងសូមតាមដានជាមួយខ្ញុំបាទដូចតទៅប្រធានទី13នេះគឺទស្សនៈមួយលើកឡើងថាសាសនាជាមាគ៌ានាំមកនៅសន្តិភាពចូលស្រ័យបំភ្លឺបាទអញ្ចឹងយើងមើលប្រធាននេះគឺគេផ្ដោតទៅលើសាសនាជាផ្លូវមួយដែលនាំឲ្យសង្គមមានសេចក្តីសុខមានសន្តិភាពមានភាពសុខសាន្តហើយដើម្បីសរសេរសំណេរបែបនេះបានល្អបងប្អូនត្រូវយល់ប្រធានហើយមើលពាក្យបញ្ជារបស់ប្រធានផងណាអញ្ចឹងនេះជាប្រធានបញ្យល់អញ្ចឹងយើងត្រូវបកស្រាយទៅម៉េចលើកហេតុផលឲ្យបានច្រើនដើម្បីគ្រប់គ្រងថាសាសនាពិតជាបាននាំនៅសន្តិភាពមែនបាទឥឡូវខ្ញុំបញ្យល់ខ្លឹមសារប្រធានតិចណាដើម្បីងាយស្រួលយល់ណាបាទខ្ញុំសរសេរជា slide ជូនហើយខ្ញុំសរសេរនេះបងប្អូនដែលមិនសូវយល់អាចមើលបន្ថែមណាបាទសាសនាគឺជាពាក្យព្រានប្រដៅដែលជួយបន្ទន់ចិត្តមនុស្សគ្រប់រូបឲ្យមានសេចក្តីមេត្តាសន្តិប្រណីនិងបង្រៀនចិត្តឲ្យស្ងប់ចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងមិនយកកំហឹងទៅទល់កំហល់នោះឡើយជាស្ដែងដូចជាព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនាគ្រិស្តសាសនាឬសាសនាអ៊ីស្លាមជាដើមសុទ្ធសឹងតែចង់ឲ្យមនុស្សរស់នៅដោយសន្តិភាពបាទនេះជាខ្លឹមសារយើងស្វែងយល់បន្ថែមណាបាទហើយខ្ញុំនៅតែសរសេរគម្រោងជូនបងប្អូនដែរដែលបងប្អូននៅមានកម្រិតនៅក្នុងការសរសេរនឹងដើម្បីឲ្យចាំពីគម្រោងខ្ញុំសរសេរពង្រាយគម្រោងតែហ្នឹងមួយណាបងប្អូនដែលចង់ចេះចង់ដឹងហ្នឹងគឺមើលបន្ថែមណាអញ្ចឹងបងប្អូនដែលកំពុងតែតាមដាននេះសិតតែអ្នកចង់ចេះហើយអញ្ចឹងបើចង់ចេះអញ្ចឹងមើលបន្ថែមទៅហើយបើសិនជាឆ្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានហើយកុំភ្លេច subscribe និងចុចកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗទៀតណាអញ្ចឹងបងប្អូនគាត់តែមើលបានចុច subscribe ទេគឺបានជួយ support ដល់ admin ទេបាទអញ្ចឹងជាការលើកចិត្តបងប្អូនអាចចុច subscribe ទៅឬក៏អ្នកតាមដានផ្សេងៗទៀតចង់ support ដល់ adminក៏នឹងចុច subscribe ទៅណាបាទជាការលើកទឹកចិត្តជូនបងប្អូនដែលកំពុងមើលនេះសូមតាមដានអរគុណណាអញ្ចឹងខ្ញុំសរសេរពង្រាយជូនទាក់ទងនឹងផ្ដាំសេចក្តីយើងមានលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាបាទនេះខ្ញុំសរសេរជូនណាក្នុងសម័យបុព្វកាលសម័យមុនមានសាសនាទៀតណាមនុស្សភាគច្រើនអាងតែកម្លាំងបាយខំបង្កចំនួនគ្រប់បែបយ៉ាងដើម្បីបង្ហាញនៅអំណាចរបស់ខ្លួនហើយដើរជិះជាន់អ្នកតូចតាចជាងខ្លួនដោយខ្វះនៅក្រមសីលធម៌និងមានភាពសាហាវឃោរឃៅបំផុតហេតុនេះសាសនាបានរួមចំណែកយ៉ាងធំធេងដើម្បីបណ្ដុះឲ្យចេះស្រឡាញ់គ្នានិងសាងអំពើល្អព្រមទាំងធ្វើឲ្យមនុស្សចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងអហិង្សាចឹងកន្លែងនេះបងប្អូនសរសេរថាម៉េចក៏ដោយឲ្យគ្រប់គ្រងទៅលើសាសនាហ្នឹងគឺពិតជាបានជួយមនុស្សឲ្យដើរផ្លូវល្អនិងធ្វើឲ្យមួយដោយសន្តិវិធីដែលនាំមកនៅសេចក្តីសុខណាអញ្ចឹងយើងសរសេរបែបហ្នឹងទៅគឺគ្រប់គ្រងហើយការប្រើប្រាស់ពាក្យពេចន៍អាស្រ័យលើបងប្អូនចេះប្រើណាបងប្អូនប្រើពាក្យពេចន៍បែបណាក៏ប្រើទៅឲ្យតែស៊ីខ្លឹមសារជាមួយនឹងប្រធានហើយចំណូលបញ្ហាយើងលើកប្រធានចូលមកដូច្នេះហើយទើបទស្សនៈមួយពោលថាសាសនាជាមាគ៌ានាំមកនៅសន្តិភាពហើយការចោទសួរយើងសួរដូចខ្ញុំក៏បានអាចបង្កើតសំណួរខ្លួនឯងក៏បានមកចំណោលបញ្ហាតើប្រធាននេះមានតម្លៃអប់រំយ៉ាងដូចម្ដេចហើយចាប់ប៉ុណ្ណឹងយើងចូលដល់តួសេចក្តីបាទតួសេចក្តីយើងត្រូវមានឃ្លាភ្ជាប់សេចក្តីណាបាទនេះគំរូមុននឹងឈានទៅដល់ការបកស្រាយជាដំបូងគួរកបីយល់នៅពាក្យកលឹះជាមុនសិនដូចជាសាសនានិងសន្តិភាពជាដើមបាទនេះជាពាក្យកលឹះដែលយើងយកតែពីហើយពាក្យកលឹះនេះគឺសាសនាគឺមានន័យថាពាក្យបណ្ដាំពាក្យផ្ដាំផ្ញើពាក្យព្រានប្រដៅការអប់រំណែនាំអញ្ចឹងខ្ញុំនេះខ្ញុំដកស្រង់ចេញពីសិភៅវចនានុក្រមខ្មែររបស់ណាជួនណាតណាហើយពាក្យមួយទៀតគឺសន្តិភាពគឺភាពសុខសាន្តពុំមានសង្គ្រាមរាំងជលហើយខ្ញុំសូមបញ្ជាក់ណាមានបន្ថែមទៀតពាក្យថាមាគ៌ាណាគឺមានពាក្យថាមាគ៌ាគឺផ្លូវណាលោកបងប្អូនអាចចេះពាក្យមាគ៌ាថាស្អីណាគឺផ្លូវណាតែក្នុងន័យខ្ញុំបញ្យល់ពាក្យលើខ្ញុំយកតែពីរពាក្យគឺសាសនានិងសន្តិភាពហើយតើតជាមួយការបញ្យល់នៃប្រធានយើងសរសេរថ្មីក៏ដោយឲ្យត្រូវនឹងប្រធានទៅហើយកុំវែងពេកណាមកល្មមតាម3 4បន្ទាត់ចឹងទៅណាឥឡូវខ្ញុំមើលមើលគំរូខ្ញុំទាំងអស់គ្នាតាមរយៈប្រធានខាងលើនេះ
គេចង់បង្ហាញថាសាសនាពោរពេញទៅដោយគំនិតអប់រំការណែនាំព្រានប្រដៅដើម្បីឲ្យមនុស្សគ្រប់គ្នាចេះខន្តីសន្តោសប្រណីនិងចេះរស់នៅជាមួយគ្នាដោះស្រាយបញ្ហានានាដោយចិត្តត្រជាក់ដែលអាចនាំមកនូវសេចក្តីសុខសុភមង្គលអានេះជាបញ្យលនៃប្រធានណាអញ្ចឹងយើងបញ្យលប៉ុណ្ណឹងទៅអត់ចាំបាច់លើកឧទាហរណ៍ទេគ្រាន់តែបញ្យលខ្លឹមសារឲ្យខ្លីហើយខ្លឹមណាបាទដល់មកទៀតយើងចូលបកស្រាយយើងអាចលើកយកសង្គមជាក់ស្ដែងប្រវត្តិសាស្ត្រនិងអក្សរសិល្ប៍ទៅព្រោះប្រធានយើងគេឲ្យស្រាយបំភ្លឺជាងយើងលើកមកទៅ3ចំណុចមកវាធ្វើឲ្យសំណេរយើងកាន់តែវែងហើយបោះក្បាយត្រឹមត្រូវណាអញ្ចឹងយើងលើកមកសង្គមជាក់ស្ដែងយើងលើកថាម៉េចបងប្អូនគិតខ្លួនឯងទៅតែខ្ញុំមានគំរូឲ្យបងប្អូនអរគ្នាមើលដែរគឺខ្ញុំលើកអំពីសាសនាមួយចំនួននៅលើពិភពលោកនិងពីគុណតម្លៃសាសនាទាំងនោះហើយនឹងបង្ហាញអំពីពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាបាទខ្ញុំលើកពីគុណតម្លៃណាបាទហើយមួយទៀតខ្ញុំលើកពីប្រវត្តិសាស្ត្របាទប្រវត្តិសាស្ត្រគឺខ្ញុំលើកយករបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមដែលលុបបំបាត់សាសនាដែលធ្វើឲ្យប្រទេសជួបកលយុគនិងចុះខ្សោយគ្រប់វិស័យដោយសារអីដោយសាររបបនេះគឺសាហាវយំខ្នងធ្វើបាបមនុស្សសម្រាប់មនុស្សជាដើមណាអញ្ចឹងអត់យល់ពីធម៌អីទេអញ្ចឹងនេះខ្ញុំលើកមកប្រវត្តិសាស្ត្រអញ្ចឹងបងប្អូនមានហេតុការណ៍ប្រវត្តិសាស្ត្រមួយផ្សេងទៀតគ្រប់ត្រង់អាចលើកបានណាហើយមួយទៀតគឺខ្ញុំលើកអក្សរសិល្ប៍ខ្ញុំលើកយករឿងព្រះវេស្សន្តរគឺលើកពីការដាក់ទាននិងការដោះស្រាយបញ្ហាដោយអហិង្សាក្នុងដំណើររឿងនេះព្រះវេស្សន្តរបានដាក់ទានច្រើនរហូតដល់ថ្វាយតម្រៃនិគិនឲ្យទៅនគរក៏លឹងរាជទៅធ្វើឲ្យប្រជាជននៅនគរព្រះអង្គមិនពេញចិត្តប្រជាជនក៏បានតវ៉ាទៅកាន់ព្រះបាទស្រីសញ្ជ័យដើម្បីឲ្យព្រះវេស្សន្តរហ្នឹងដោះស្រាយអញ្ចឹងចុងក្រោយព្រះវេស្សន្តរដោះស្រាយដោយសន្តិវិធីគឺសុខចិត្តនិរទេសខ្លួនទៅនៅក្នុងព្រៃជាតបោះបាទហើយទៅមួយទៀតគឺទុំទាវដែលខ្ញុំលើកពីទូអង្គមួយគឺម្ដាយទាវដែលគាត់ជាអ្នករៀនធម៌រៀនអាតែគាត់អត់បានយកធម៌អាមកដាក់ខ្លួនទេតែគាត់មានចរិតរឹងរូសមិនយកធម៌មកដាក់ខ្លួនសោះបែរជាព្រះកំហឹងចុងក្រោយក៏ត្រូវវិនិច្ឆ័យអន្តរាយពុំបានសេចក្តីសុខនោះឡើយណាចឹងដំណើររឿងនេះឃើញថាទូអង្គម្ដាយទាវហ្នឹងគឺគាត់មានចរិតបែបហ្នឹងណាអញ្ចឹងយើងសរសេរមកជាងធ្វើម៉េចក៏ដោយបង្ហាញថាម្ដាយទាវហ្នឹងគឺជាមនុស្សដែលមិនបានយកសាសនាមកដាក់ខ្លួនទេគាត់យកកំហឹងមកដាក់ខ្លួនអញ្ចឹងធ្វើឲ្យវិនិច្ឆ័យណាខ្ញុំមិនស្គាល់គាត់ដោះស្រាយដោយយកធម៌ព្រះដាក់ខ្លួនប្រកាសជាគាត់ធ្វើវិញមួយដោយសន្តិវិធីឯងមិនគាត់ធ្វើអញ្ចឹងទេណាហើយយើងបកស្រាយបន្ថែមទៅហើយបន្តមកយើងសរុបសេចក្តីទៅសរុបសេចក្តីហើយយើងបកស្រាយអស់ហើយយើងសរុបនេះខ្ញុំឧទាហរណ៍ឲ្យមើលតិចណាសរុបមកសាសនាពិតជាដើរតួយ៉ាងសំខាន់នៅក្នុងសង្គមគ្រប់សម័យកាលគ្រប់ជាតិសាសន៍ទាំងអស់នៅលើសកលលោកទោះបីប្រទេសរីកចម្រើនដល់កម្រិតណាក៏ដោយក៏គេមិនអាចច្រានចោលនៅទស្សនៈអប់រំនៅក្នុងសាសនាបានឡើយបើយើងដោះស្រាយបញ្ហាដោយសន្តិវិធីនិងបញ្ចប់ទៅដោយសន្តិភាពយ៉ាងពិតប្រាកដបាទនេះជាសរុបសេចក្តីគឺយើងបកស្រាយប៉ុណ្ណឹងអត់មានឧទាហរណ៍ទេតែយើងធ្វើម៉េចសង្ខេបឲ្យខ្លីខ្លឹមណាវាអាចធ្វើ4បន្ទាត់ទេបានដែរអញ្ចឹងប៉ុណ្ណឹងយើងចប់តួសេចក្តីហើយចំណុចទី3គឺយើងចូលដល់បញ្ចប់សេចក្តីយើងត្រូវចាំថាមានរង្វេងតម្លៃមតិប្រធានឬក៏វាតម្លៃមតិប្រធានណាបាទអញ្ចឹងយើងសរសេរតាមគំរូនឹងមកក៏បានឬក៏យើងបង្កើតគំរូខ្លួនឯងក៏បានយោងតាមការបកស្រាយខាងលើនេះគេអាចវាតម្លៃបានថាមតិប្រធានដែលបានពោលមកនេះពិតជាមានតម្លៃណាស់ដោយហេតុថាសាសនាពិតជាបានរួមចំណែកក្នុងការអប់រំមនុស្សយ៉ាងប្រកបមែនហើយជាផ្លូវនាំទៅរកសេចក្តីសុខសុភមង្គលយ៉ាងប្រតិយបាទហើយមតិផ្ទាល់ខ្លួនកុំភ្លេចណាបាទមតិផ្ទាល់ខ្លួនមួយទៀតក្នុងនាមជាកុលបុត្រកុលធីតាខ្មែរគួរកបីខិតខំរៀនសូត្រនិងរៀនស្វែងយល់នៅអ្វីដែលល្អហើយចេះស្រង់យកចំណុចវិជ្ជមានតាមរយៈសាសនាឲ្យបានច្រើនដើម្បីអប់រំបន្ទន់ចិត្តរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុននេះគឺជាមតិផ្ទាល់ខ្លួនហើយណាបាទការសរសេរមតិផ្ទាល់ខ្លួននេះបងប្អូនអាចបង្កើតដោយខ្លួនឯងបានបាទចឹងមិនឲ្យតែគ្រូធ្វើមកដឹងថាធ្វើតាមគ្រូទាំងអស់ទេយើងបង្កើតឃ្លាខ្លួនឯងអ្វីដែលខ្ញុំសរសេរនេះគឺគ្រាន់តែជាឧទាហរណ៍ដើម្បីឲ្យបងប្អូនមានគំនិតទេយ៉ាងពេលប្រឡងជាក់ស្ដែងឬក៏ប្រឡងមែនតើមានយករបស់គ្រូទៅច្រឡងទេតែច្រឡងគឺតែចាប់បានសូណាបាទហើយគ្រូលើរៀងកាយតិចឯងមុន slow ដល់លើកាយបន្តិចបាទហើយកុំភ្លេចណាកុំភ្លេច subscribe បន្ថែមផងទៅលើ channel របស់ខ្ញុំ
ឬក៏យើងចូលទៅក្នុង channel Telegram scan លើ QR code នេះទៅនឹងឃើញវីដេអូទាំងអស់ហើយណាយើងអាចចុចទៅក្នុង channel Telegram ហ្នឹងក៏បានដែរគឺមានទាំង Facebook YouTube ណាដែលខ្ញុំផលិតវីដេអូជិត200វីដេអូជាងហើយបាទជាងអត់មានពេលខ្ញុំធ្វើហើយខ្ញុំអត់សូវខ្ជិលទេវីដេអូមានប្រយោជន៍សម្រាប់បងប្អូនដែលអត់សូវចេះអញ្ចឹងបងប្អូនណាមិនចេះមើលទៅណាបងប្អូនណាចេះហើយក៏អាចមើលបានដែរព្រោះការមើលនឹង free ទេអត់គិតសេវាគិតអីទេណាបាទឥឡូវមកខាត់ពេលយូរយើងចូលទៅក្នុងអត្ថបទតែម្ដងព្រោះអត្ថបទនេះខ្ញុំសរសេរទុកយូរហើយណាដោយសារតែអត់មានពេលធ្វើវីដេអូឥឡូវយើងមានពេលហើយចាប់ផ្ដើមមើលទាំងអស់គ្នាតោះមកខាត់ពេលយូរបាទនេះជាប្រធានទី13ដែលខ្ញុំបានសរសេរតាំងពីថ្ងៃ1ខែសីហា2025នេះឯងណាកាលពី3-4ខែមុនមូលហេតុដែលមិនបានធ្វើវីដេអូដោយសារតែរវល់ច្រើនអញ្ចឹងណាបាទខ្ញុំសូមបញ្ជាក់ថា admin រៀននៅវិទ្យាល័យហ៊ុនសែនសប្បាកងទៀតណាអញ្ចឹងមកចង់ជួប admin មករៀនមកចឹងខ្ញុំបង្រៀន1000សម្រាប់ថ្នាក់ទី10តែបើសិនជាអត់បានមករៀនផ្ទាល់អាចរៀនតាម YouTube បានណានេះជាប្រធានរបស់ខ្ញុំបាទប្រធានទី13នេះគឺគេថាទស្សនៈមួយបានលើកឡើងថាសាសនាជាមេគានាំមកនូវសន្តិភាពចូលស្រ័យបំភ្លឺបាទចូលស្រ័យបំភ្លឺនឹងព្រាមយល់ណាយើងរៀបស្គាល់ព្រាមយល់អញ្ចឹងបងប្អូនអត់សូវច្បាស់អំពីពាក្យបញ្ជាប្រធានបញ្យល់ទេយើងមើលវីដេអូបន្ថែមទៀតទៅណាបាទឥឡូវខ្ញុំបញ្យល់ពាក្យមួយណាសាសនាសាសនាគឺជាការព្រាមបដៅណាពាក្យព្រាមបដៅដែលកើតឡើងដោយកម្ពុជាមនុស្សដូចជាព្រះពុទ្ធព្រះយេស៊ូវមហាម៉ាត់ជាដើមហ្នឹងគឺសត្វតែម្នាក់ដែលបង្កើតនៅលទ្ធិសាសនាណាហើយពាក្យមេគានេះគឺសំដៅទៅលើផ្លូវបាទផ្លូវណាហើយសន្តិភាពគឺភាពស្ងប់ស្ងាត់ណាចឹងមានថាសាសនាជាផ្លូវនាំទៅរកភាពស្ងប់ស្ងាត់និងអហិង្សានិងសន្តិភាពឥឡូវយើងប្រហែលជាយល់ព្រោះអីខ្ញុំបញ្យល់តាំងពីដើមមកណាបាទឥឡូវយើងចូលដល់សេរីអធិប្បាយរបស់យើងខ្ញុំសរសេរគឺការសរសេរសំណេរយើងត្រូវគោរពតាមលក្ខខណ្ឌមកគេគឺយើងត្រូវមានកថាខណ្ឌឲ្យច្បាស់លាស់ហើយនឹងការចុះបន្ទាត់ណាអញ្ចឹងអ្វីដែលខ្ញុំបង្ហាញនេះត្រង់នេះគឺជាលំនាំបញ្ហាបាទឥឡូវខ្ញុំអានតិចណាក្នុងសម័យបុព្វកាលមនុស្សភាគច្រើនអាងតែកម្លាំងបាយខំបង្កចំនួនគ្រប់បែបយ៉ាងដើម្បីបង្ហាញនៅអំណាចរបស់ខ្លួនហើយដើរជិះជួនអ្នកតូចតាចជាងខ្លួនដែលខ្វះនៅក្រមសីលធម៌និងមានភាពសាហាវគោកខើបំផុតហើយនេះសាសនាបានរួមចំណែកយ៉ាងធំធេងដើម្បីបណ្ដុះឲ្យចេះស្រឡាញ់គ្នានិងសាងអំពើល្អព្រមទាំងធ្វើឲ្យមនុស្សចេះដោះស្រាយបញ្ហាដោយសន្តិវិធីនិងអហិង្សាបាទនេះកន្លែងនេះគឺលំនាំបញ្ហាណាអញ្ចឹងយើងខណ្ឌទៅយើងដក clear យើងសរសេរថាដូច្នេះហើយទើបទស្សនៈមួយពោលថាសាសនាជាមេគានាំមកនូវសន្តិភាពកន្លែងចំណូលបញ្ហានេះយើងត្រូវដាក់អភន្តរសញ្ញាជុំវិញមតិធានផងដើម្បីសម្គាល់ថាវាជាមតិរបស់ប្រធានណាបាទហើយចូលបន្តមកកន្លែងនេះគឺជាចំណោទបញ្ហាហើយតើមតិប្រធាននេះមានតម្លៃអប់រំយ៉ាងដូចម្តេចបាទនេះចំណោទបញ្ហាគឺស្រួលក៏ចោតជាសំណួរមកបានហើយចំណុចបន្តទៀតគឺយើងចូលដល់តួសេចក្តីចុះបន្ទាត់ទៅអញ្ចឹងតួសេចក្តីយើងលើកឡើងវិញហ្នឹងយើងត្រូវមានឃ្លាភ្ជាប់សេចក្តីបញ្យលពាក្យកលឹះបញ្យលនៃប្រធាននិងអំណកស្រាយរួមទាំងសរុបដូច្នេះខ្ញុំសូម select ត្រង់ឃ្លាភ្ជាប់សេចក្តីបន្តិចណាបាទត្រឹមនេះណាមុននឹងឈានទៅដល់ការបកស្រាយជាដំបូងគួរកបីយល់នៅពាក្យកលឹះជាមុនសិនដូចជាសាសនានិងសន្តិភាពជាដើមបាទខណ្ឌទៅហើយយើងដកឃ្លៀងបញ្យល់ពាក្យកលឹះមកនេះត្រង់កន្លែងនេះគឺជាបញ្យល់ពាក្យកលឹះហើយខ្ញុំដាក់អន្តរសញ្ញាជុំវិញពាក្យកលឹះទាំងអស់ហើយយើងចាប់ដើមសរសេរណាដកឃ្លៀងមកពាក្យថាសាសនាបើតាមវចនានុក្រមខ្មែររបស់សមាជជនណាតគឺមកពីពាក្យសាសនាមានន័យថាពាក្យបណ្ដាំពាក្យផ្ដាំផ្ញើពាក្យព្រានប្រដៅការអប់រំណែនាំចំណែកឯសន្តិភាពគឺជាភាពសុខសាន្តពុំមានសង្គ្រាមរាំងជលកន្លែងនេះគឺជាការសរសេរបញ្យលពាក្យកលឹះអញ្ចឹងយើងខណ្ឌទៅយើងដក clear ខ្ញុំ select ត្រង់កន្លែងនេះគឺជាយកនៃវិធាននេះខ្ញុំសរសេរគំរូមើលណាតាមរយៈមតិវិធានខាងលើនេះគេចង់បង្ហាញថាសាសនាពោពេញទៅដោយគំនិតអប់រំការណែនាំព្រានប្រដៅដើម្បីឲ្យមនុស្សចេះខន្តីសន្តោសប្រណីនិងចេះរស់នៅជាមួយគ្នាដោះស្រាយបញ្ហានានាដោយចិត្តត្រជាក់
ដែលអាចនាំមកនូវសេចក្តីសុខសុភមង្គលបាទខាងនេះអញ្ចឹងយើងចប់ឃ្លាបសក្តីប្រយោគពាក្យកលឹះនិងប្រយោគនៃវិធាននេះហើយមួយទៀតយើងកុំភ្លេចបកស្រាយណាបកស្រាយនេះសំខាន់មែនតើព្រោះអីកាលយើងអត់បកស្រាយទេសរសេរយើងខ្លីហ្មងនឹងអត់ជាប់ទេណាបាទបកស្រាយយើងត្រូវចេះលើកទាំងសង្គមជាក់ស្ដែងប្រវត្តិសាស្ត្រហើយនិងអក្សរសិល្ប៍ឥឡូវខ្ញុំលើកតទៅនឹងសង្គមជាក់ស្ដែងមុនដែលងាយស្រួលយល់ទេណាឥឡូវខ្ញុំស្លេចប៉ុណ្ណេះសិនណាខ្ញុំសូមអានបន្តិចនៅលើលោកសន្និវាសនេះបុគ្គលគ្រប់រូបរមែងប្រាថ្នាចង់បានភាពសុខសាន្តនិងរស់នៅប្រកបដោយសុភមង្គលនៅក្នុងជីវិតគ្រប់ជាតិសាសន៍នានាតែងតែមានសាសនាដោយឡែកពីគ្នាជាក់ស្ដែងនៅតំបន់អឺរ៉ុបភាគច្រើនគេគោរពសាសនាគ្រិស្តនិងមជ្ឈិមបូព៌ាគោរពសាសនាអ៊ីស្លាមចំណែកខាងអាស៊ីភាគច្រើនប្រកាន់សាសនាពុទ្ធទោះបីជាប្រទេសមហាអំណាចធំលើលោកឬប្រទេសតូចតាចយ៉ាងណាក៏ដោយក៏គេមិនដែលមើលរំលងពីតម្លៃអប់រំនៅក្នុងសាសនានោះដែរដោយហេតុថាពួកគេនៅតែផ្ដល់តម្លៃជានិច្ចក្នុងស្ថានភាពណាក៏ដោយបាទកន្លែងនេះគឺមានថាប្រទេសទាំងអស់សុទ្ធតែមានសាសនារបស់គេណាហើយសាសនារបស់គេសុទ្ធតែល្អឯងអត់អាក្រក់ឯងព្រោះសាសនាណាក៏ដោយក៏សុទ្ធតែជួយបញ្យលក៏ដូចជាអប់រំមនុស្សដូចគ្នាណាហើយឲ្យមនុស្សដើរតាមសាសនាគឺដើម្បីអីដើម្បីបញ្ចប់បញ្ហាដោយអហិង្សាណាកុំឲ្យមានសង្គ្រាមកាត់សម្លាប់គ្នាឥឡូវយើងមើលបន្តទៀតទាក់ទងនឹងពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាម្ដងបាទសូម scroll ទៅលឿនតិចណាខ្ញុំ select ត្រង់ឧទាហរណ៍ដែលខ្ញុំសរសេរណាបាទដោយឡែកនៅក្នុងប្រទេសកម្ពុជាយើងគោរពយ៉ាងខ្ជាប់ខ្ជួននៅទស្សនវិជ្ជាអប់រំរបស់ព្រះពុទ្ធដែលធ្វើឲ្យយើងចេះធ្វើបុណ្យធ្វើទានខិតខំសាងអំពើល្អមិនយាយីឬបំពេញអ្នកដទៃឡើយនិយាយរួមទៅខ្មែរយើងចូលចិត្តធ្វើបុណ្យណាស់នៅពេលមានបញ្ហាអ្វីមួយកើតឡើងយើងតែងតែយកការអប់រំតាមបែបសាសនាមកដាក់ខ្លួនជានិច្ចជាក់ស្ដែងដូចជាការប្រឈមមុខជាមួយនឹងសៀមថ្មីនេះក៏កងទ័ពយើងនៅតែអត់ធ្មត់ខន្តីជានិច្ចហើយនៅតែគោរពព្រះពុទ្ធព្រះធម៌ព្រះសង្ឃយ៉ាងខ្ជាប់ខ្ជួនបាទកន្លែងនេះខ្ញុំលើកតកតងជាមួយនឹងការខន្តីអត់ធ្មត់នេះដែលយកធម៌មកដាក់ខ្លួននេះបើស្អីយើងមិនអត់ធ្មត់ទេយើងប្រកាសជាចាញ់គេអញ្ចឹងកន្លែងនេះសរសេរអញ្ចឹងមកឬក៏យើងអាចបន្ថែមខ្លួនឯងទៀតក៏ថែមទៅណាបាទហើយឧទាហរណ៍មួយទៀតគឺខ្ញុំលើកតកតងជាមួយនឹងសម័យកម្ពុជាប្រជាធិបតេយ្យឬក៏សម័យខ្មែរក្រហមណាបាទខ្ញុំអានទៀតណាដកឃ្លាមកនេះតកតងនឹងប្រវត្តិសាស្ត្រម្ដងជាងនេះទៅទៀតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យបនប្រល័យពូជសាសន៍បានសម្លាប់ប្រជាជនយ៉ាងរង្គាលលុបបំបាត់អ្វីៗគ្រប់យ៉ាងចាប់ផ្សឹកប្រសង់លែងមានសាសនាធ្វើឲ្យស្ថានភាពសង្គមសេដ្ឋកិច្ចធ្លាក់ដល់កម្រិត0បាទកម្រិត0ណាបាទខ្ញុំសូមចុចតគ្រានោះពុំអាចស្វែងរកសេចក្តីសុខបានឡើយដោយហេតុថាការដឹកនាំប្រើតែភាពប្រហើនកោងកាចច្បាប់ព្រៃយ៉ាងសាហាវឃោរឃៅបំផុតមកកន្លែងនេះគឺយើងនិយាយអំពីសម័យកាលដែលមិនមានសាសនាតែម្ដងដឹកនាំដោយអំណាចហើយយើងខានតែនេះប្រវត្តិសាស្ត្របើបងប្អូនមានហេតុការណ៍ព្រឹត្តិការណ៍ផ្សេងទៀតមកគ្រប់គ្រងអាចសរសេរបានបន្ថែមណាហើយយើងខានទៅយើងចូលដល់អក្សរសិល្ប៍ម្ដងអក្សរសិល្ប៍យើងលើកតែប៉ុន្មានរឿងទេអត់ច្រើនទេណាបាទអក្សរសិល្ប៍ខ្ញុំលើករឿងព្រះវេស្សន្តរណាអក្សរសិល្ប៍ពុទ្ធនិយមបន្ថែមពីនេះទៅទៀតតាមរយៈអក្សរសិល្ប៍បែបពុទ្ធនិយមរឿងព្រះវេស្សន្តរជាដើមបានបន្តឲ្យអ្នកអានអ្នកសិក្សាទាំងឡាយយល់ពីតម្លៃនៃការដាក់ទានឬបរិច្ចាគដោយហេតុថានៅពេលដែលឃើញមនុស្សជុំវិញខ្លួនមានទុក្ខលំបាកយើងមិនត្រូវឈរអបដៃមើលនោះឡើយគឺត្រូវចេះផ្ដល់ជំនួយដើម្បីជួយគ្នាឲ្យមានជីវិតរស់នៅបន្តទៅមុខសិនឧទាហរណ៍ព្រះវេស្សន្តរបានដាក់ទានគ្រប់បែបយ៉ាងទៅដល់រាស្ត្រក្រីក្រហើយថែមទាំងថ្វាយតម្រៃបច្ច័យអ្នកកេណ្ឌទៅដល់អ្នកស្រុកកលឹងរាស្ត្រទៀតផងដែលធ្វើឲ្យអ្នកនគរស្រីពីរាស្ត្រក្តៅក្រហាយជាខ្លាំងក៏នាំគ្នាបណ្ដេញព្រះអង្គចេញពីនគរតែម្ដងបាទហើយមិនទៀតបញ្ហាគឺយើងសរសេរបន្តទៀតឬយើងមើលបន្តទៀតណាផ្ទុយទៅវិញព្រះវេស្សន្តរពុំបានតបតអ្វីទៅកាន់ប្រជារាស្ត្រនោះទេព្រះអង្គតាំងប្រតិយយ៉ាងស្ងប់ស្ងាត់បំផុតពុំបានប្រើកម្លាំងបាយទល់នឹងការតវ៉ានោះឡើយប៉ុន្តែទ្រង់ក៏គោរពតាមពាក្យរបស់ប្រជាជនហើយត្រូវនិរទេស
ទៅនៅព្រៃជាតបោះតាមការសន្យាជាងនេះទៅទៀតព្រះអង្គនៅតែបន្តធ្វើបុណ្យដាក់ទានដដែលរហូតធ្វើឲ្យប្រជារាស្ត្រយល់ពីប្រតិយព្រះអង្គចុងក្រោយក៏ត្រូវរាស្ត្រសាទរសូមយាងចូលនគរវិញបាទនេះជាវិធីសាស្ត្រធ្វើឲ្យមានសន្តិភាពណាចឹងចាប់ឧទាហរណ៍ទៅតនឹងរឿងព្រះសណ្ដោហើយយើងចូលដល់ឧទាហរណ៍មួយទៀតរឿងទុំទាវតែម្ដងបាទទុំទាវពេលបងប្អូនចេះហើយបើចេះមានតែរៀនម្ដងទៀតបាទខ្ញុំសេត្រឹមនេះខ្ញុំលើកកណ្ដាប់មកទៀតណាបាទមួយវិញទៀតបាទយើងត្រូវចប់ clear យ៉ាងណាតាមរយៈរឿងទុំទាវរបស់ព្រះភិក្ខុសោមបានលើកត្រដាងថាម្ដាយទាវជាពុទ្ធសាសនិកមួយរូបនឹងគេដែរប៉ុន្តែបែរជាមិនបានយកធម៌ព្រះមកដាក់ខ្លួននោះទេគាត់ធ្វើអ្វីតាមតែចិត្តនឹកឃើញលុបលុនទ្រព្យសម្បត្តិហ៊ានពង្រត់កូនខ្លួនពីទុំហើយយកនាងទាវទៅផ្សំគុំរៀបការនឹងមើលងួនទៅវិញនឹងមានចិត្តវិន័យរឹងរូសយ៉ាងប្រកបត្រង់វគ្គទី814ដល់វគ្គទី815បាទលើកឡើងថាបាទនេះកំណាព្យខ្ញុំដកស្រង់ណាតែបង្ហាញពីចរិតម្ដាយទាវថាគាត់សាហាវប៉ុណ្ណាតោះខ្ញុំកំណាព្យនេះកំណាព្យណាអក្សររៀងឆ្លាក់បន្តិចដើម្បីរំលេចឲ្យឃើញថានេះកំណាព្យដកស្រង់តែពេលប្រឡងមកឆ្លាក់ដូចខ្ញុំណាបាទសេធម្មតាទៅបាទខ្ញុំអានណាបាទចាំស្ដាប់នាងម្ដាយទាវទប់ឈប់មិនបានម៉ូមកបាំងប្រានឲ្យងងឹតទោសៈមកបាំងបិទមិនគិតមិនគុណធន់មិនឈ្នះស្រែកថាអជួនខ្លួនមានបុណ្យមិនគិតកែកុនឆាប់រហ័សចាប់ទុំចោលចិត្តមីនេះទាញពីលើផ្ទះទម្លាក់ទៅបាទនេះកំណាព្យនេះមើលទៅយើងម្ដាយទាវគាត់មានកំហឹងសម្បើបាទអញ្ចឹងហើយបានជាគាត់វិនិច្ឆ័យណាអញ្ចឹងត្រង់នេះសូមបញ្ជាក់ថាម្ដាយទាវពុំបានយកធម៌ព្រះមកដាក់ខ្លួននោះឡើយហើយទីបំផុតក៏បង្កនៅវិនាសកម្មយ៉ាងសោកសង្រេងបំផុតរឿងហ្នឹងយើងដឹងហើយចុងក្រោយតួអង្គស្លាប់ទាំងតួអង្គឯកនិងតួអង្គមួយចំនួនទៀតឥឡូវយើងចប់បកស្រាយហើយយើងចូលដល់សរុបម្ដងណាបាទហើយឧទាហរណ៍បងប្អូនអាចបន្ថែមទៀតទៅបើសិនជាមានឧទាហរណ៍បន្ថែមណាគេជាគំរូហ្នឹងឥឡូវយើងចូលសរុបមកហើយសរុបយើងស្អីបែបនេះណាសរុបមកសាសនាពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមគ្រប់សម័យកាលគ្រប់ជាតិសាសន៍ទាំងអស់នៅលើសកលលោកទោះបីប្រទេសរីកចម្រើនដល់កម្រិតណាក៏ដោយក៏គេមិនអាចច្រានចោលនៅទស្សនៈអប់រំនៅក្នុងសាសនាបានឡើយបើយើងដោះស្រាយបញ្ហាដោយសន្តិវិធីនឹងបញ្ចប់ទៅដោយសន្តិភាពយ៉ាងពិតប្រាកដបាទនេះស្របសេចក្តីខ្លីតែប៉ុណ្ណឹងឯងណាហើយចូលទៅបន្តទៀតគឺចូលបន្ទាត់គឺបញ្ចប់សេចក្តីចាំបញ្ចប់សេចក្តីយើងត្រូវមានរង្វេងតម្លៃមតិប្រធានហើយនឹងមតិបន្តខ្លួនអញ្ចឹងត្រង់នេះគឺជាវាតម្លៃមតិប្រធានហើយយោងតាមការបកស្រាយខាងលើនេះគេអាចវាតម្លៃបានថាមតិប្រធានដែលបានពោលមកនេះពិតជាមានតម្លៃណាស់ដោយហេតុថាសាសនាពិតជាបានរួមចំណែកក្នុងការអប់រំមនុស្សយ៉ាងប្រកបមែនហើយជាផ្លូវនាំទៅរកសេចក្តីសុខសុភមង្គលយ៉ាងប្រតិយបាទតែបន្តទៀតហើយយើងខានទៅយើងដក clear មកចូលដល់មតិបន្តខ្លួនហើយណាបាទចិត្តចប់ហើយក្នុងនាមជាកុលបុត្រកុលធីតាខ្មែរគួរក៏បីខិតខំរៀនសូត្រនិងរៀនស្វែងយល់នៅអ្វីដែលល្អហើយចេះស្រង់យកចំណុចវិជ្ជមានតាមរយៈសាសនាឲ្យបានច្រើនដើម្បីអប់រំបន្ទន់ចិត្តរបស់យើងឲ្យកាន់តែល្អប្រសើរជាងមុនបាទចប់តែប៉ុណ្ណេះបាទអញ្ចឹងបងប្អូនមើលគីគំរូឲ្យអាចសរសេរបានអត់ណាអ្វីដែលពិសេសបើសិនយើងរៀនឲ្យមិនអនុវត្តគឺស្មានអត់ចេះអញ្ចឹងរៀនឲ្យអនុវត្តផងហាត់សរសេរមើលទៅអត់ចាំបាច់ដូចខ្ញុំទេប៉ុន្តែយើងសរសេរឲ្យអានបានច្រើនដងដើម្បីកែលម្អចំណុចខ្វះខាតរបស់យើងណាបាទហើយជាចុងក្រោយជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យនៅក្នុងការសរសេរសំណេរជាពិសេសប្រឡងបានបន្ទុកច្រើនណាបានចូលលេខ1ទាំងអស់គ្នាតែកុំភ្លេចលើកទឹកចិត្តដល់ admin ចូល subscribe ម្នាក់មួយផងណាអរគុណច្រើនជួបគ្នានៅក្នុងវីដេអូបន្ទាប់